ជំរាបសួរបងបងពុំមីងយាយតានេះជាវីដេអូការថ្ងៃចុងសប្តាហ៍ដែលអូនបានទៅញ៉ាំបាយថ្ងៃត្រង់ជាមួយបងអូននៅហាងកាហ្វេជាតិពេលមកដល់ភ្លាមអូនក៏បានមើលមេនុយដើម្បីកំងមុខម្ហូបវ៉ាវនៅហាងកាហ្វេជាតិឥឡូវមានមុខម្ហូបថ្មីជាច្រើនគួរឲ្យចង់កំងហូបមែនតែនហើយបើមើលរូបចម្លាក់អប្សរាខ្មែរតាំងនៅខាងមុខហាងពិតជាស្រស់ស្អាតណាស់បន្ទាប់ពីកំងមុខម្ហូបរួចកូនដើរចូលទៅខាងក្នុងដើម្បីរកតុអង្គុយបន្ទាប់ពីរកកន្លែងអង្គុយហើយរងចាំមួយផ្លែតត្រេងដែលអូនកំងក៏លើកមកដល់ហើយត្រេងដែលអូនញ៉ាំរសជាតិម៉ាឆាស្ទ្រូប៊េរីអូនចូលចិត្តណាបន្ទាប់ពីញ៉ាំត្រេងបានមួយផ្លែតម្ហូបចាប់ផ្ដើមលើកមកបដាត្រេងដែលបងអូនបានកំងក៏បានមកដល់ដែរបន្ទាប់ពីឃើញម្ហូបតំណងពេកអូនក៏បបួលបងអូនថតត្រេនលេងចឹងមកមើលពីសកម្មភាពក្រៅឆាកថតត្រេនបងអូនដាក់អីដាក់មួយទី3ទៅញ៉ាំខ្លាំងខ្លាំងអូគេដាក់ដៃខាងមុខអូមួយទី3អុកមួយទៀតអូបន្ទាប់ពីថតត្រេនចប់កូនចាប់ផ្ដើមញ៉ាំបាយជុំគ្នាបាននិយាយពីមុខម្ហូបមានច្រើនមុខច្រើនរសជាតិសួរអ៊ំពូមីងកំងមែនតែនមានទាំងបែបបរទេសនិងបែបខ្មែរជាពិសេសនៅជន់ខាងលើមានបន្ទប់ម៉ាស៊ីនត្រជាក់ងាយស្រួលមែនតែនសម្រាប់បងអ៊ំពូមីងមកញ៉ាំកាហ្វេលក្ខណៈធ្វើការងារក៏បានដែរហើយក៏មាន background ថតរូបស្អាតជាមួយនឹងគំនូរខ្មែរឧបករណ៍ខ្មែរនៅជន់ខាងលើផងដែរតែសូមអធិស្ឋានផងដែលអូនអត់បានថតជន់ខាងលើជូនបងអ៊ំពូមីងទស្សនាអូបងអ៊ំពូមីងចាប់អារម្មណ៍ជាមួយនឹងហាងកាហ្វេជាតិហើយទីតាំងស្រួលរកមែនតែននៅជាប់របងវត្តឧណាឡោមក្បែរ Walk Street ហ្នឹងណាបងពូមីងចឹងវីដេអូនមានតែប៉ុណ្្នឹងឯងអូនសូមអរគុណដល់បងពូមីងយាយតាដែលបានទស្សនាវីដេអូអូនពីដើមរហូតដល់ចប់ជំរាបលាបាយ